សង្ខេបរឿងកសិករហុងជាអតីតទាហានជើងក្រហមនិងណៃមើលតូចតាយក្នុងក្រសួងសាធារណការបានត្រីប៉ូលីសតាមចាប់ខ្លួនដោយមូលហេតុគាត់ជាមេបំផុលចលនាមហាជនប្រជាជនឲ្យយល់ដឹងពីលទ្ធិប្រជាធិបតេយ្យយល់ការមិនស្រួលនិងដោយឯកភាពជាមួយសំណៅយោបល់ពីមិត្តរួមចលនាបងហុំក៏គេចខ្លួនមួយរយៈពេលគេចខ្លួនក្នុងរាត្រីនៅតាមផ្លូវបងហុងបានជួបសន្ទនាយ៉ាងច្រើនជាមួយអន្តិតលឹមនិងអាចារ្យសែមដោយរៀបរាប់បង្ហាញអំពីអំពើខុសខើរបស់ពួកនាយទុនគ្រប់ប្រភេទនិងមីគីរៀបចំតម្រង់សង្គមឡើងវិញតាមទស្សនៈជឿនលឿនថ្មីសកម្មភាពបំផុសចលនាមហាជនប្រជាជននេះត្រូវបានធ្វើឲ្យគ្រូម៉ៅជាប់គុកអស់រយៈពេល2ខែគ្រូបង្រៀនដតីទៀតក៏ត្រូវតាមដាននិងត្រូវក្រសួងអប់រំផ្លាស់ចេញពីភូមិម៉ាស៊ីនស្រូវជាពិសេសចំពោះគ្រូច័ន្ទគ្រូថននិងគ្រូវ៉ាតវិធានការរបស់ក្រសួងដែលចង់បង្អាក់ចលនាមហាជននិងផ្ដាច់ទំនាក់ទំនងជាមួយមហាជនពុំបានទទួលលទ្ធផលទីដូចជាមានទេពីព្រោះគ្រូផ្លាថ្មីដែលមកជំនួសក៏មានទស្សនៈសង្គមដោយគ្រូមុនដដែលក្រោយមកសវត្ថភាពក្នុងស្រុកព្រៃទទឹងក៏ប្រែទីមានសភាពធូរស្រាលឡើងវិញហើយអ្នកជាប់គុកនិងជាប់ពិរុទ្ធក៏ត្រូវរួចខ្លួនលុះដល់វគ្គសមាកាលខែចែកគ្រូច័ន្ទគ្រូថនគ្រូវ៉ាតក៏នាំគ្នាមកលេងភូមិម៉ាស៊ីនស្រីវិញយ៉ាងសប្បាយរីករាយគេបានពិភាក្សាគ្នាអំពីគោលគំនិតនិងមធ្យោបាយផ្សេងសម្រាប់រៀបចំសង្គមឡើងវិញក្នុងទស្សនៈគោលជំហរជឿនលឿនដដែលប្រភពរឿងគ្រូបង្រៀនស្រកស្រែមានប្រភពចេញមកពីដំណើរការតស៊ូនយោបាយរបស់គ្រូបង្រៀនមួយក្រុមនៅព្រៃទទឹងខេត្តកំពង់ចាមប្រទេសកម្ពុជាប្រភេទជារឿងប្រឡោមលោកជំនឿបែបមនោវិជ្ជាសង្គមនយោបាយព្រោះខ្លឹមសារនៃរឿងមានទំនាក់ទំនងទៅនឹងការតស៊ូនយោបាយចលនារឿងគ្រូបង្រៀនស្រុកស្រែស្ថិតក្នុងចលនាអក្សរសិល្បៈខេមរនិយមព្រោះគោលគំនិតរឿងឆ្លុះបញ្ចាំងនៃទស្សនៈលោកយាយខ្មែរតំណាងឲ្យទំនៀមទម្លាប់ប្រពៃណីខ្មែរសុបសាទអតិពលសង្គមនិយមព្រោះគោលគំនិតខ្លឹមសារបំផុសក្នុងផ្ទៃរឿងជាគំនិតជឿនលឿនការកំណត់តែង1957អ្នកនិពន្ធលោកអឹមថុកប្រធានរឿងដំណើររឿងដែលឃើញថាប្រធានរឿងតាក់ទងនឹងការតស៊ូដើម្បីទាមទារសិទ្ធិសេរីភាពនិងប្រជាធិបតេយ្យមួយបញ្ហាសកម្មភាពតស៊ូបំផុសចលនាមហាជននិងវិធានការបង្ក្រាបនិងរាំងស្ទះដល់ខ្សែរយៈចលនាមហាជនសង្ខេបរឿងសំជាយុវកសិករកំប្រាឪពុកម្ដាយតាំងពីទូចមានប្រពន្ធម្នាក់ឈ្មោះនាងសយកំប្រាឪពុកម្ដាយដូចគ្នាដោយភាពក្រីក្រគេទាំងពីរបានចាក់ចេញពីស្រុកកំណើតទៅប្រកបរបរท็កស៊ីក្លូនៅភ្នំពេញសំท็កស៊ីក្លូបញ្ច្រាស់ទិសត្រូវប៉ូលីសផាករកប្រាក់បងពីណៃពុំបានអ្នកស្រីកំលៀងបានស្ដីបន្ទោសរួចដកហៅស៊ីក្លូលែងឲ្យធាក់ចំណែកតាសានវិនក៏បណ្ដេញសំនិងសយចេញពីខ្ទមដែរព្រោះអ្នកទាំងពីរគ្មានលុយបង់ឈ្នួលផ្ទះមុននឹងចាក់ចេញពីខ្ទមដ៏កំសត់នេះសៅដែលជាមេក្រុមចៅលួចឆោកបានបបួលសំឲ្យចូលដៃធ្វើជាសកម្មភាពជាមួយខ្លួនតែសំមិនព្រមហើយប្រកាន់នៅភាពយុត្តិធម៌ជានិច្ចសំនិងប្រពន្ធបានចូលទៅរស់នៅតាមសម្យាព្រះវិហារលោកសង្ឃយួននៅវត្តតួប្រុសស្រីពេលនោះនាងសយត្រូវបានយាយចាស់ម្នាក់នាំឲ្យទៅនៅបម្រើផ្ទះថៅកែហុកដោយមានការយល់ព្រមពីសំជាប្តីផងដែរយប់មួយដោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងវេលាម៉ោង1:01ថៅកែហុកបានចូលទៅចាប់រំលោភនាងសយដោយកម្លាំងកម្មារាមយ៉ាងព្រៃសីបំផុតដោយមានការឈឺចាប់ជាខ្លាំងព្រឹកឡើងនាងក៏ចាក់ចេញពីផ្ទះថៅកែហុកដើម្បីទៅរកមិត្តកម្មករត្រីចក្រយានរបស់ប្តីនាងគឺណៃម៉ៃនិងនាងមុំក៏បានជួបប្រពន្ធហើយដឹងថាថៅកែហុកធ្វើអំពើមិនកប់បីមកលើប្រពន្ធទោះបីប្រពន្ធនិងមិត្តភក្តិខាត់ខាំងយ៉ាងណាក៏ដោយក៏សំនៅតែមានបំណងសម្លាប់ថៅកែហុកចោលយប់មួយសំបានចូលទៅសម្លុតថៅកែហុកតាមកំហឹងរបស់ខ្លួនតែដោយចាញ់កលថៅកែហុកសំក៏ត្រូវចាប់បញ្ចូលគុកធំក្រោយមកត្រូវតុលាការកាត់ទោសដាក់គុកចំនួន3ខែបន្ទាប់ពីសំត្រូវជាប់គុកនាងសយនិងនាងមុំបាននាំគ្នាទៅសួរសុខទុក្ខសំនៅឯគុកធំនៅថ្ងៃអាទិត្យដោយភាពខ្សឹកខ្សួលពេលនៅក្នុងគុកសំត្រូវបាក់ពួកជាប់គុកមុនមានឈ្មោះហួរសួរនិងពួកអនុរៈនាំគ្នាវាយធ្វើបាបដោយគ្មានការពិចារណាឡើយក្រោយពីការណែនាំអប់រំពីผู้ជួយគុកសំនិងនាងសយក៏ត្រូវមីជូនទៅផ្ទះនៅជិតវត្តមហាមន្ត្រី
ដោយត្រីចក្រយានថ្ងៃបន្ទាប់មកក៏បានទទួលស៊ីក្លូពីសេដ្ឋីនីចិត្តល្អមេម៉ាយម្នាក់ឈ្មោះយាយកានទេសំទៅរកប្រាក់ត្រូវឡានបុកសន្លប់បាត់ស្មារតីត្រូវដឹកទៅមន្ទីរពេទ្យព្រះកេតុមាលារួចពីគ្រោះថ្នាក់សំក៏បានចូលទៅធ្វើការនៅរោងឧស្សាហកម្មសាប៊ូដោយសារការព្យាយាមពេលកាប៉ូរ៉ាលលាឈប់ថៅកែក៏តែងតាំងសំជំនួសព្រមទាំងអនុញ្ញាតឲ្យសំនិងប្រពន្ធមកស្នាក់នៅក្នុងបន្ទប់នៃរោងចក្រឧស្សាហកម្មនេះផងសេងអានជាកូនចៅរបស់ថៅកែសេងលីត្រូវទៅមើលការនៅហុងកុងថៅកែសេងលីក៏បានតែងតាំងក្មួយលោកឈ្មោះសេងហុងឲ្យមើលការជំនួសពេលនោះសំត្រូវបានសេងហុងបណ្ដេញចេញលែងឲ្យធ្វើការព្រោះសំមិនធ្វើតាមបញ្ជារបស់សេងហុងសំតែធ្វើការកន្លែងណាក៏ដូចជាកន្លែងណាត្រូវបានឋានៈជាកាប៉ូរ៉ាល់តែមិនបានស្ថិតស្ថេរទេត្រូវម្ចាស់កន្លែងបណ្ដេញចេញរហូតដោយមានកម្មករស្គាល់ច្រើនសំក៏បានប្រកាសសមាគមកម្មករមួយតែក្រោយមកក៏ត្រូវញាក់នយោបាយបោកប្រាស់ធ្វើជាឈ្នន់គណូការបោះឆ្នោតជ្រើសរើសតំណែងរាស្ត្រសមាជិកតំណាងរាស្ត្រថ្មីបន្ទាប់ពីបានជាប់ឆ្នោតហើយក៏ក្រឡាស់ធ្វើជាលែងទទួលស្គាល់អ្នកដែលធ្លាប់ជួយខ្លួនសំដឹងខ្លួនហើយពោលថាតទៅមុខលែងបណ្ដាយឲ្យពួកអ្នកនយោបាយបោកប្រាស់ទៀតហើយសំនឹកមើលមីថៃអូណាអ្នកនយោបាយវាคล้ายទៅជាអ្នកនយោបោកទៀតតាណោះនាងសយមិនកប៉ុសគ្មានលុយទិញថ្នាំសង្គោផឹកដល់គ្រប់ខែត្រីឆ្លងទន្លេសំទៅពឹងគ្រូពេទ្យនរ៉ាឲ្យជួយតែគេបានមិនសម្រេចនាងសយក៏ស្លាប់ក្នុងពេលសម្រាលទៅបន្ទាប់ពីប្រពន្ធស្លាប់ទៅសំក៏ប្រកបរបរแท็กซี่ក្លូទៀតតែមិនសមប្រកបសំបានទៅពឹងពាក្យលោកយ៉ែងជាតំណាងរាษฎរដែលសំធ្លាប់ជួយក្នុងពេលបោះឆ្នោតតែអកុសលលោកយ៉ែងបែរជាធ្វើមិនស្គាល់សំទៅវិញបន្ទាប់មកសំក៏คล้ายទៅជាមនុស្សអនាថាគ្មានទីជម្រកគ្មានអ្វីសម្គាល់ខ្លួនត្រូវប៉ូលីសចាប់ឃុំខ្លួនអស់ពី3ថ្ងៃទើបដោះលែងវិញដោយខ្លួនគ្មានទីពឹងហើយការស្រេកឃ្លានធ្វើទុកខ្លាំងពេកសំក៏ដាច់ចិត្តទៅប្រកបរបរចៅឆក់បន្ទាប់ពីការបំភ្លឺរបស់មីសំក៏យល់ព្រមយករបស់របរដែលនៅសេសសល់ទៅប្រគល់ឲ្យម្ចាស់ដើមវិញតែលោកអុកញ៉ាសម្បូរសម្បត្តិមិនព្រមក៏ចាប់បញ្ជូនទៅឲ្យភ្នាក់ងារប៉ូលីសក៏ចាប់ឃុំឃាំងក្នុងគុក6ខែសំដេញឆ្លងផ្លូវត្រូវឡានរបស់លោករដ្ឋមន្ត្រីវ័យក្មេងមុខលោករដ្ឋមន្ត្រីក៏នាំសំទៅមន្ទីរពេទ្យព្រះកេតុមាលាហើយបានជួយឲ្យសាហួយចំនួន500រៀលព្រមទាំងបានផ្ដាំឲ្យសំទៅរកលោករដ្ឋមន្ត្រីកុំបីខានតែសំបាយជាប្រកែកមិនយកលុយហើយឲ្យលោករដ្ឋមន្ត្រីជួយរកការងារធ្វើលោករដ្ឋមន្ត្រីបានឲ្យសំទៅនៅថែផ្ទះលោកសំក៏បានសុខកាយសប្បាយចិត្តចាប់ពីពេលនោះមកក្រោយពេលនายស្រុកទេទទួលបានឯករាជ្យសន្តិភាពពេញបរិបូរណ៍ក្រោមព្រះរាជាបូជនីយកិច្ចរបស់អង្គសម្បត្តិសំក៏បានធ្វើទៅប្រកបការងារជាកសិករในស្រុកកំណើតវិញដោយរីករាយព្រោះរដ្ឋាភិបាលសង្គមរាស្ត្រនិយមបានបំពេញបំណងរាស្ត្រក្រោមព្រះរាជាបូជនីយកិច្ចដឹកនាំរបស់អង្គសម្ដេចទីក្រុងភ្នំពេញបានរីកចម្រើនលើគ្រប់ផ្នែកគ្រប់វិស័យព្រះអង្គបានរៀបចំឲ្យមានសមាជជាតិគឺនៅពេលនោះមានសមាជជាតិលើកទី4ប្រភពចេញមកពីដំណើរនយោបាយដែលប្រទេសស្ថិតនៅក្នុងរបបអាណានិយមប្រភេទជាអក្ខសិលាប្រលោមលោកធំនំឯកសារស្ថិតនៅក្នុងសៀវភៅប្រលោមលោកនិពន្ធដោយលោកសួនស៊ូរិនហើយនៅឆ្នាំ1993-1994ក្រសួងអប់រំបានរៀបចំបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី12ត្រង់យៈទី9អ្នកនយោបាយបោកប្រាស់ឡើងទៅប៉ុន្តែបច្ចុប្បន្ននេះក្នុងឆ្នាំសិក្សា2011-2012ក្រសួងអប់រំបានដកយកវគ្គទី16ទីពឹងថ្មីនិងវគ្គទី17កសិករថ្មីមកបញ្ចូលក្នុងកម្មវិធីសិក្សាវិញចលនាជាអក្ខសិលាខ្មែរនិយមឆ្លុះបញ្ចាំងពីសទ្ធាអារម្មណ៍របស់ប្រជារាស្ត្រក្រីក្រឥទ្ធិពលទទួលឥទ្ធិពលពីរបបសង្គមរាស្ត្រនិយមព្រោះដំណើររឿងបានបំពុះប្រជារាស្ត្រស្រឡាញ់ការងារពលកម្មកសិកម្មហត្ថកម្មនយោបាយទឹកទូយ៉ាងដូចជាតួអង្គសំជាដើមកាលកំណត់តែងឆ្នាំ1960-1961អ្នកនិពន្ធសួនស៊ូរិនប្រធានរឿង
ដំណើររឿងឃើញថាប្រធានរឿងតាក់ទងទៅនឹងវាសនាទុកយ៉ាក្រីក្ររបស់ប្រជាកសិករក្រោមរបបអាណានិយមនាទុននិងបង្ហាញពីមេគាដឹកនាំដ៏ភ្លឺស្វាងរបស់សម្ដេចមូលបញ្ហាការតស៊ូផ្នែកជីវភាពនិងផ្នែកឧត្តមគតិរបស់អ្នកក្រីក្រក្រោមរស្មីនៃរបបសង្គមរាស្ត្រនិយម